ឈប់ភ្លាមទៅមានរឿងអីហ្នឹងចាំខ្ញុំចុះទៅមើលសិនមានរឿងអីហ្នឹងមិនអីទេតាណោះចាអរគុណលុយបងសាលារបស់ខ្ញុំត្រូវគេឆក់យកបាត់ហើយគេឆក់លុយបងសាលាអញ្ចឹងហ៎ចាំទីនេះសិនហើយគឺក្មេងស្រីនិស្សិតម្នាក់ទើបប្រឡងចូលរៀនបានតែត្រូវគេឆក់លុយបងសាលាបាត់ទើបអង្គុយយំអញ្ចឹងអូហូបងប្រុសតាំងពីបងខ្លាយជាសាស្ត្រាចារ្យអកិត្តិយសនៅសាកលវិទ្យាល័យ Glory មកបងហាក់ដូចជាទន់ភ្លន់ជាមួយនិស្សិតជាងមុនណមិនខ្លាចនាងបោកប្រាស់ទេហេត្រឹមតែ 30,000 សោះគុំនិយាយច្រើនពេកយកទៅឲ្យនាងទៅណែនេះលុយ 30,000 ច្រើនម្លេះខ្ញុំទទួលមិនបានទេខ្ញុំត្រូវការតែ 5,000 ប៉ុណ្ណោះចាំខ្ញុំសរសេរលិខិតជំពាក់ប្រាក់ឲ្យក្នុងរយៈពេល 3 ខែខ្ញុំច្បាស់ជាសង្វិញមិនខានអីលុយតិចតួចសោះចាត់ទុកថាខ្ញុំធ្វើបុណ្យទៅចុះអត់ទេខ្ញុំពិតជាមិនអាចយកហ្វ្រីទេខ្ញុំច្បាស់ជាសង្ពួកលោកវិញទើបតែធ្លាប់ឃើញអ្នកឲ្យលុយទេហើយមិនព្រមយកអញ្ចឹងសោះណែលុយនេះគឺលោកប្រុសធំ Bloor ជាអ្នកបើចង់សងក៏សងគាត់ទៅចុះ Scott Bloor 2 ខែក្រោយមកជំរាបសួរខ្ញុំឈ្មោះ Katie Timpson ខ្ញុំមករកលោក Scott Bloor អូនាងមកសម្ភាសធ្វើជាអ្នកបម្រើត្រូវទេមកតាមខ្ញុំមកមិនមែនទេគឺលុយជានារីមកពីគ្រួសារណាទៅនឹងមិនក៏មកដល់ភ្លាមទាលុយភ្លាមអញ្ចឹងជប់និយាយទៅការងារនេះមួយថ្ងៃ 800 ទូទាត់លុយរាល់ថ្ងៃនាងធ្វើមិនធ្វើថាសោះ 800 អីធ្វើខ្ញុំធ្វើតើមកតាមខ្ញុំមកតាមពិតគ្រាន់តែមកសងលុយសោះនឹកស្មានមិនដល់ថាបានការងារប្រាក់ខែថ្លៃមួយបាត់ប្រមូលផ្ដុំលោកជំទាវចាស់អ្នកបម្រើក្រៅម៉ោងដែលទើបរើថ្មីមកជុំគ្នាអស់ហើយចាស់ពួកនាងសុទ្ធតែជាកូនអ្នកមានមុខមាត់នៅទីក្រុង Glory ប្រវត្តិគ្រួសារល្អណាស់ឮថាលោកជំទាវចង់រើសចៅប្រសាលោកប្រុសធំទើបពួកគេប្រញាប់មកធ្វើជាអ្នកបម្រើនឹងណាក្នុងកែវភ្នែកពួកនាងគឺមានតែចៅប្រុសខ្ញុំម្នាក់គត់មួយណាក៏ប្រសើរជាងនាងលេសានោះដែរភារកិច្ចចម្បងរបស់ពួកនាងគឺមើលថែចៅប្រុសធំរបស់ខ្ញុំ Scott Bloor បើអ្នកណាអាចមានកូនជាមួយគេបានទៅថ្ងៃមុខនាងនឹងក្លាយជាប្រពន្ធស្របច្បាប់របស់លោកប្រុសធំត្រកូលយើងហើយ